មនុស្សម្នាក់អាចកើតគ្រុនឈាមបាន4ដងដូចយើង បាទ និយាយពីដំបូងថាមេរោគគ្រុនឈាមវាមាន4ប្រភេទ បាទ អញ្ចឹងម្នាក់អាចកើតបានដល់ទៅ4ដងប៉ុន្តែខ្ញុំបាទ Dr. Lemon សូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់សប្តាហ៍ថ្មីនៃកម្មវិធី Dr. Talk Show នៅក្នុងសប្តាហ៍នេះផងដែរក៏មិនខុសពីសប្តាហ៍រាល់ដងទេយើងតែងតែមានវេជ្ជបណ្ឌិតឯកទេសដើម្បីចូលរួមបញ្ចែករំលែកអំពីចំណេះដឹងជូនទៅដល់ពុកម៉ែបងប្អូនស្វាគមន៍សប្តាហ៍នេះលោកវេជ្ជបណ្ឌិតវង្សសុខជីវ័នឯកទេសរោគកុមារនិងទារកដែលបញ្ចប់ការសិក្សាមកពីប្រទេសបារាំងជំរាបសួរលោកគ្រូ បាទសូមជម្រាបសួរ បាទសុខសប្បាយដែរឬទេ បាទសុខសប្បាយទេ លោកគ្រូអាចផ្ដល់ជាកិច្ចស្វាគមន៍ទៅកាន់ប្រជាជនយើងតិចមក បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទវិជ្ជបណ្ឌិតវង្សសុខជីវ័នឯកទេសខាងរោគកុមារនិងទារក បាទប្រធានបទយើងនៅក្នុងថ្ងៃនេះដែរគឺជាប្រធានបទមួយដែលពុកម៉ែបងប្អូនស្គាល់ច្រើនខ្លាំងមែនទែនក៏ប៉ុន្តែអាចនឹងមិនទាន់ស៊ីជម្រៅថ្ងៃនេះយើងនឹងលើកឡើងអំពីជំងឺគ្រុនឈាមលោកវិជ្ជបណ្ឌិតអាចបកស្រាយមកទេថាអ្វីទៅគឺជាជំងឺគ្រុនឈាម ជំងឺគ្រុនឈាមដូចយើងធ្លាប់ដឹងអញ្ចឹង បាទ គឺវាចម្លងតាមរយៈមូសខ្លាញីហើយវាចម្លងពីអ្នកដែលឈឺទៅអ្នកដែលជា បាទ វាបង្កដោយ virus ដែលប្រភេទ virus ហ្នឹងគេហៅ virus Danki បាទ គឺវាមានប្រភេទទី1ទី2ទី3និងទី4អញ្ចឹងទាំងអស់វាមាន4ប្រភេទ 4ប្រភេទ បាទ កន្លែងហ្នឹងដែរមានន័យថាมันប្រកាសថាគាត់គ្រុនឈាមដោយវីរុសមួយណាទេឬក៏តាមលេខរៀងរបស់វីរុសហ្នឹងដែរ វាមិនប្រកបទេវាទៅតាមតំបន់ បាទ មែនតើវាទៅតាមតំបន់នីមួយៗវាសម្បូរទៅដោយវីរុសប្រភេទខុសៗគ្នា បាទ ប៉ុន្តែគាត់មានដូចចង់និយាយថាគាត់អាចឆ្លងប្រភេទមួយណាក៏បានដែរ បាទ ស៊ីសងទៅតាមកន្លែងដែលគាត់រស់នៅ បើយើងចែករំលែកថាមាន1 2 3 4អញ្ចឹងពុកម៉ែបងប្អូនអាចនឹងឆ្ងល់វាធ្ងន់ស្រាលខុសគ្នាឬក៏គ្រាន់តែជាឈ្មោះរបស់វាទេ វាគ្រាន់តែជាឈ្មោះនៃប្រភេទទេ បាទ បាទគេគ្រាន់តែចែកជា1 2 3 4អញ្ចឹង បាទ ប៉ុន្តែភាពធ្ងន់ស្រាលមិនមែនស៊ីសងលើអាការឆ្លងអាទី1ឬក៏ឆ្លងអាទី4ឬក៏អត់ឆ្លងអាទី3ទេមិនមែនដោយសារអញ្ចឹងទេ អូខេអញ្ចឹងមានថាការឆ្លងពីមូសខាំ បាទ ប៉ុន្តែអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានដែរឬទេ ឆ្លងបានតាមរយៈមូសខាំតែមួយគត់មិនមែនថាយើងគ្រាន់តែយើងទៅអង្គុយចិត្តគ្នាឬគ្រាន់ដូចខ្ញុំអង្គុយទៅជែកគ្នាមួយគ្រូអញ្ចឹងវាអត់ឆ្លងទេ បាទ ឬក៏ប៉ះដៃគ្នាអោបគ្នាក៏អត់ឆ្លងដែរ បាទ ប៉ុន្តែបើសិនជាលោកគ្រូកើតគ្រុនឈាមហើយមានមូសមួយមកខាំលោកគ្រូហើយបន្ទាប់មកវាមកខាំខ្ញុំបាទហ្នឹងបានយើងឆ្លង បានវាឆ្លង បាទ អូខេចុះបើតកតងចំណុចកន្លែងហ្នឹងជំងឺគ្រុនឈាមអាចរើសវ័យព្រោះជាធម្មតាប្រជាជនយើងតែងតែគិតថាក្មេងក្តៅខ្លួនតិចគ្រុនឈាមចុះមនុស្សចាស់វិញឬក៏វ័យកណ្ដាលអីវិញ ជំងឺគ្រុនឈាមអត់រើសវ័យទេអ្នកណាក៏អាចឆ្លងកើតជំងឺគ្រុនឈាមដែរ បាទ ប៉ុន្តែហេតុអីបានយើងអាសាឃើញទៅលើក្មេង បាទជាចម្ងល់ បាទមែនតើគឺងាយស្រួលយល់ទេមនុស្សធំរបស់យើងធម្មតាយើងឃើញមូសយើងឃើញអីយើងប្រកាសចង់នៅស្ងៀមទេយើងដាក់កង្ហាយើងវាយយើងអីចឹង បាទ យើងឆក់យើងអីចឹងប៉ុន្តែបើក្មេងជួនកាលវាដេកសង្ងំចឹងទោះបីមូសខាំវាវារើបើក្មេងហត់តែទូចវាហត់តែអត់មានតែធ្វើអីកើតទេ បាទ អញ្ចឹងវាសង្ងំឲ្យមូសខាំតាមចិត្តចឹងទៅ បាទ អាហ្នឹងជាមូលហេតុដែលក្មេងកើតច្រើនជាងមនុស្សចាស់ បាទ អានេះជាហេតុផលងាយៗ អូងាយស្រួលយល់មែនតើ បាទហើយទៅ ចុះមួយទៀតប្រជាជនយើងយល់ថាអ្នកឈាមប្រភេទ O ងាយឆ្លងគ្រុនឈាមជាងអ្នកធម្មតាអាហ្នឹងជារឿងពិតដែរឬទេលោកគ្រូ មែនតើខ្ញុំក៏ធ្លាប់ឮពាក្យនឹងប្រជាជនខ្លះគាត់និយាយដែរ បាទ ប៉ុន្តែអត់ដែលមានផ្ោះតាងអីច្បាស់លាស់ទេប៉ុន្តែគាត់មាន study មួយដែលគេធ្វើនៅប្រទេសបង់ក្លាដេស បាទ ឆ្នាំ2017នៅប្រទេសបង់ក្លាដេសគឺមានផ្ទុះមេរោគគ្រុនឈាមហ្នឹងអញ្ចឹងគេធ្វើ study មួយពាក់ព័ន្ធជាមួយនឹងអ្នកដែលកើតគ្រុនឈាម បាទ ជាមួយនឹងប្រភេទឈាមបានន័យថាអ្នកដែលកើតគ្រុនឈាមគេប្រមូលមក study ទាំងអស់ បាទ ហើយគេមើលឈាមទៅថាអ្នកនេះគ្រប់អីអ្នកនេះគ្រប់អីអ្នកនេះគ្រប់អីអញ្ចឹង បាទ គេរកឃើញថាមានប្រហែលជា 50% នៃអ្នកកើតគ្រុនឈាមហ្នឹងមានគ្រប់ O បាទ ច្រើនជាងគេ បាទ ហើយអ្នកដែលតិចជាងគេហ្នឹងគឺប្រភេទគ្រប់ AB បាទ អានោះតិចជាងគេអញ្ចឹងសរុបមកវិញវាអត់មានភ័ស្តុតាងឬក៏មានស្អីមួយដែលបញ្ជាក់ច្បាស់លាស់ទេ បាទ ប៉ុន្តែបើយើងមើលតាម study ហ្នឹងយើងអាចគិតថាអូខេឈាមប្រភេទ O គឺឆ្លងមេរោគគ្រុនឈាមភាគច្រើន ភាគច្រើន ប៉ុន្តែក៏ដោយសារឈាមប្រភេទ O នៅលើពិភពលោកមានច្រើនជាងគេដែរ បាទ អញ្ចឹងអាហ្នឹងក៏អាចជាហេតុផលមួយ ក៏ប៉ុន្តែនេះគ្រាន់តែជាការ study ទេហើយវា បាទ សមស្របទៅនឹងពិភពលោកអញ្ចឹងគឺមានឈាមប្រភេទ O ច្រើនដែរ ហ្នឹងហើយ ចុះបើយើងនិយាយអំពីរោគសញ្ញាវិញដើម្បីឲ្យពុកម៉ែបងប្អូនគាត់ដឹងថារោគសញ្ញាបែបណាដែលយើងសង្ស័យថាមានជំងឺគ្រុនឈាមដែរ រោគសញ្ញាពិសេសរបស់មេរោគគ្រុនឈាម បាទ គឺការក្តៅខ្លួន បាទ ដែលការក្តៅខ្លួនហ្នឹងគឺក្តៅខ្លាំងដែលយើងអាចនិយាយបានថា39 40អង្សាឡើងទៅ បាទ ហើយលក្ខណៈពិសេសមួយទៀតគឺដាក់ថ្នាំទៅអត់ងាយចុះទេ អត់មាន ឬក៏ចុះបានតិចតួចឡើងទៅវិញ
បាទ អានេះគឺជាលក្ខណៈពិសេសរបស់គ្រុនឈាម គ្រុនឈាម បន្តមកទៀតមានសញ្ញាបន្តផ្សំទៀតដូចជាឈឺនៅខាងក្រោយភ្នែកឈឺក្បាលខ្លាំងឈឺសាច់ដុំ បាទ ឈឺសន្លាក់អានេះជារូបសញ្ញាដែលបន្តផ្សំថែមពីលើនឹងទៀត បាទក្នុងនោះផងដែរបើសិនជាមានរោគសញ្ញាបែបហ្នឹងហើយប្រជាជនយើងយល់ត្រង់មួយចំណុចគាត់ស្គាល់ច្បាស់តែម្ដងគឺផ្លាកែតគាត់ថាគ្រុនឈាមតតែឈាមបើផ្លាកែតចុះពិតជាគ្រុនឈាមហើយនៅក្នុងនោះការពិនិត្យនិងវាយតម្លៃទៅលើគ្រុនឈាមយើងគិតតែទៅលើផ្លាកែតទៅមួយមុខឬក៏មានតេស្តអីផ្សេងបន្ថែមពីលើនោះដែរ អត់ទេគ្រុនឈាមយើងមិនអាចវាយតម្លៃទៅមើលទៅលើតែផ្លាកែតតែមួយមុខបានទេ បាទ ព្រោះអីក៏មានមេរោគមួយចំនួនទៀតអាចធ្វើឲ្យផ្លាកែតចុះដូចគ្នា បាទ អញ្ចឹងយើងអាចមើលទៅលើផ្លាកែតតែមួយទេ បាទ អ្វីដែលយើងអាចពឹងបានវានៅមានតេស្តផ្សេងទៀតឧទាហរណ៍ដូចជា NS1 បាទ អានេះគេហៅឈ្មោះរបស់តេស្តនេះ NS1 IgG IgM របស់មេរោគគ្រុនឈាម បាទ អាហ្នឹងទើបយើងអាច confirm ថាមនុស្សម្នាក់ហ្នឹងមានជំងឺគ្រុនឈាមឬអត់ បាទ បើមើលតែលើផ្លាកែតគាត់ថាផ្លាកែតចុះទៀតយើងគិតថាគ្រុនឈាមអត់ទេ បាទ អត់អាចសន្និដ្ឋានបានទេពួកអីមេរោគមួយចំនួនទៀតក៏ធ្វើឲ្យផ្លាកែតចុះទៀតដូចគ្នា បាទក្នុងករណីដែលអ្នកជំងឺគាត់ច្បាស់ហើយថាគាត់ពិតជាមានគ្រុនឈាមគាត់មកតាមដានជាមួយនឹងគ្រូពេទ្យឬក៏មកទទួលការព្យាបាលជាដើមហ្នឹងគាត់មានចម្ងល់មួយទៀតថាឃើញគ្រូពេទ្យសុំមើលផ្លាកែតរាល់ថ្ងៃតើការមើលផ្លាកែតរាល់ថ្ងៃហ្នឹងក្នុងគោលបំណងអីដែរហើយពិតជាគួរនៅក្នុងការតាមដានរាល់ថ្ងៃមែនទេ មែនទែនទៅការដែលគាត់តាមដានផ្លាកែតជាប្រចាំហ្នឹងគឺដោយសារតែគាត់បារម្ភថាផ្លាកែតហ្នឹងវាចុះទាបខ្លាំងពេក បាទ ដល់កម្រិតមួយព្រោះផ្លាកែតវាគឺជាជួយនៅក្នុងកំណត់ឈាម បាទ បើកាលណាវាទាបខ្លាំងពេកធ្វើឲ្យឈាមគាត់នឹងរាវ បាទ ងាយនឹងហូរអញ្ចឹងហើយពេលខ្លះគាត់អាចពិនិត្យញឹកញាប់ប៉ុន្តែគ្រាន់តែថាពេលខ្លះក៏យើងមិនបាច់ធ្វើដល់ញឹកញាប់ពេកដែរយើងអាចតាមដានតាមរយៈរោគសញ្ញាបានដែរ បាទ បើសិនជាគាត់មានរោគសញ្ញាពាក់ព័ន្ធជាមួយនឹងការលេចហូរឈាមឧទាហរណ៍ដូចជាគាត់ឡើងកទួលក្រហមលើស្បែកឬក៏គាត់មានប៉ះអីតិចតួចទៅឈាមរបស់គាត់នឹងរាវហូរងាយឈប់ បាទ អាហ្នឹងគឺយើងគិតថាជារោគសញ្ញាតាក់ទងជាមួយនឹងការចុះទាប ចុះ ផ្លាកែត ផ្លាកែត ហើយប៉ុន្តែទោះបីយ៉ាងណាក៏ដោយការមើលជាប្រចាំវាក៏ល្អសម្រាប់ជំងឺដែរដើម្បីសុវត្ថិភាព បាទ ប៉ុន្តែវាស៊ីសងទៅលើការព្យាបាលគ្រូពេទ្យមួយទេនិយាយ បាទ មែនទេ អាស្រ័យទៅលើការព្យាបាលរបស់គ្រូពេទ្យមួយ បាទ លោកគ្រូបាទបញ្ជាក់ឲ្យស៊ីជម្រៅបានទេថាអ្នកជំងឺដែលគាត់រកឃើញថាគ្រុនឈាមហើយគួរតែមកសម្រាប់ពេទ្យឬក៏អាចតាមដាននៅផ្ទះបានដែរ បើតាម style នេះគេរកឃើញថាជំងឺគ្រុនឈាមទាំងអស់ បាទ បើគេសិក្សាទៅលើមនុស្សដែលកើតគ្រុនឈាមទាំងអស់មិនមែនសិតតែធ្ងន់ទាំងអស់ទេ បាទ ជំងឺគ្រុនឈាមខ្លះក៏ស្រាលដែរបានន័យថាជួនកាលគាត់កើតគ្រុនឈាមក៏អត់ទាំងដឹងខ្លួនថាគាត់កើតគ្រុនឈាមផង បាទ គាត់គាត់តែក្តៅខ្លួនអីមិនស្រួលខ្លួនគាត់ទៅទិញថ្នាំលេបអញ្ចឹង បាទ ទិញថ្នាំលេប2ថ្ងៃ3 4ថ្ងៃសិតតែវាបាត់ក្តៅបាត់អីក៏គាត់ធម្មតាទៅ បាទ តែក្រោយមកទៀតបានគាត់រកឃើញថាអូគាត់ធ្លាប់កើតគ្រុនឈាមអញ្ចឹងក៏វាមានប្រភេទស្រាលអញ្ចឹងដែរ បាទ អញ្ចឹងបើយើងសរុបទៅទោះយ៉ាងណាក៏ដោយក៏ខ្ញុំលើកទឹកចិត្តឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យគ្រូពេទ្យពិនិត្យឲ្យច្បាស់លាស់សិន បាទ ថាតើគ្រុនឈាមរបស់យើងហ្នឹងវាប្រភេទដែលស្រាលឬក៏ប្រភេទដែលធ្ងន់ឬក៏មធ្យមព្រោះយើងអាចវាយតម្លៃខ្លួនឯងបានទេ បាទ អញ្ចឹងវាកាលណាយើងដូចថាកើតគ្រុនឈាមហើយយើងសង្ងំនៅផ្ទះវាប្រឈមនឹងគ្រោះថ្នាក់ បាទយើងក៏សម្គាល់ឃើញផងដែរថាធម្មតានៅពេលដែលគាត់មានគ្រុនឈាមលោកគ្រូមានប្រសាសន៍ថាមានការក្តៅជាប់ បាទ ពេលខ្លះក្តៅហើយស្ទើរតែមិនថមថយជាមួយនឹងការប្រើប្រាស់ឱសថបញ្ចុះកម្ដៅឬក៏ឆាប់ងាយក្នុងការក្តៅឡើងវិញ បាទ ដែលធ្វើឲ្យប្រជាជនយើងមួយចំនួនគាត់ថែមថ្នាំពីលើថ្នាំប៉ារ៉ាអាចនិយាយបានថាជា ibuprofen ជាដើមដែលពួកគាត់តែងតែគិតថាវាជួយក្នុងការបញ្ចុះកម្ដៅត្រង់កន្លែងនេះដែរតើលោកគ្រូមានប្រសាសន៍មិនដែរទៅកាន់ម៉ែបងប្អូនយើង អញ្ចឹងសម្រាប់ខ្ញុំក្នុងករណីដែលបងប្អូន confirm ថាបងប្អូនកើតជំងឺគ្រុនឈាមថ្នាំពីប្រភេទដែលយើងហាមដាច់ខាតមិនឲ្យប្រើប្រាស់ទេគឺ ibuprofen ដែលលោកគ្រូបានលើកអញ្ចឹងហើយនឹង aspirin បាទ គឺយើងអាចប្រើជាដាច់ខាតពីព្រោះវានឹងធ្វើឲ្យឈាមកាន់តែរាវហើយក្នុងករណីគ្រុនឈាមនឹងវាងាយនឹងរាវស្រាប់ហើយ បាទ បើកាន់តែរាវទៀតអញ្ចឹងគ្រោះថ្នាក់កាន់តែខ្ពស់ បាទ វាធ្វើឲ្យងាយលេចចេញនៃការហូរឈាម បាទ អញ្ចឹងថ្នាំពីរប្រភេទនេះគឺយើងហាមដាច់ខាតប៉ុន្តែបងប្អូនអាចប្រើប៉ារ៉ាបានហើយការក្តៅខ្លួនបងប្អូនត្រូវយល់ថាវាមិនមែនសិតតែជារឿងអាក្រក់ទេ បាទ តែបើក្តៅខ្លាំងពេកវាអាចអាក្រក់ដែរវាអាចបង្កាច់ហើយអីចឹងចំពោះក្មេងប៉ុន្តែបើក្តៅមកវាមិនមែនទៅជាសិតតែរឿងអាក្រក់ទេព្រោះអីវាបង្ហាញពីសមត្ថភាពរបស់រាងកាយរបស់យើងវាអាចទប់ទល់ជាមួយនឹងជំងឺបានអញ្ចឹងការក្តៅខ្លួននេះបង្ហាញថារាងកាយរបស់យើងកំពុងតែវាយគ្នាមួយជំងឺមួយមេរោគ បាទ អញ្ចឹងការប្រើប៉ារ៉ាគឺយើងគ្រាន់តែជួយទប់កុំឲ្យវាឡើងដល់កម្រិតមួយដែលខ្ពស់ពេក បាទ
ដែលយើងនិយាយមុនហ្នឹងថាក្មេងខ្លះគាត់អាចប្រកាច់អីចឹងដើម្បីទប់ទល់កុំឲ្យឡើងដល់កម្រិតមួយខ្ពស់ពេកហើយត្រូវយល់ថាគ្រុនឈាមគឺអញ្ចឹងគឺទោះបីយើងដាក់ថ្នាំចឹងហើយក៏គាត់មិនងាយនឹងចុះត្រជាក់មកកម្ដៅធម្មតាដែរ បាទ ចឹងអ្វីដែលយើងអាចធ្វើបន្ថែមពីលើហ្នឹងចឹងពុកម៉ែបងប្អូនអាចធ្វើការដោះកៅអៅគាត់ជូតខ្លួនណាឲ្យគាត់ញ៉ាំទឹកញ៉ាំអីឲ្យចាយទៅអញ្ចឹងវាអាចជួយកាត់បន្ថយនៅការឡើងកម្ដៅនឹងដែរ បាទក្រៅពីឱសថបញ្ចុះកម្ដៅខ្ញុំឃើញមានថាគ្រុនឈាមតែងតែយល់ថាតើតដាក់សេរ៉ូមដាក់សេរ៉ូមដើម្បីគាត់គ្រុនឈាមអញ្ចឹងណាចុះការដាក់សេរ៉ូមហ្នឹងវាយ៉ាងម៉េចដែរនៅក្នុងជំងឺគ្រុនឈាមលោកគ្រូ អញ្ចឹងក្នុងករណីដែលគាត់កើតគ្រុនឈាមហើយបីបានពេទ្យតែងតែដាក់សេរ៉ូម បាទ គឺដោយសារតែគ្រុនឈាមខ្លះចំពោះមនុស្សមួយចំនួនពេលដែលគាត់កើតគ្រុនឈាមហ្នឹងគឺគាត់ញ៉ាំអីបានទេ បាទ គាត់ញ៉ាំអីបានហើយអ្នកខ្លះឈានដល់ទៅដល់ការក្អួតការអីទៀតអញ្ចឹងការដាក់សេរ៉ូមគឺដើម្បីបំពេញជាតិទឹកឲ្យគាត់ បាទ កាលណាគាត់អត់មានអីចូលខ្លួនសោះអញ្ចឹងធ្វើឲ្យខ្លួនគាត់យូរទៅគឺខ្សោះអស់ជាតិទឹកអស់អីក្នុងខ្លួន បាទ ធ្វើឲ្យគាត់កាន់តែខ្សោយទៅអញ្ចឹងអាហ្នឹងជាមូលហេតុទី1នៃការយើងដាក់សេរ៉ូម បាទ មូលហេតុទី2គឺទុកជាផ្លូវសម្រាប់តែយើងចាក់ថ្នាំទឹកនឹងជាផ្លូវសម្រាប់ក្នុងការជួយសង្គ្រោះតាន់ពេលឧទាហរណ៍ករណីដែលគាត់មានលេចហូរឈាមអីកន្លែងណាមួយធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរ បាទ អញ្ចឹងគឺគាត់មានផ្លូវមួយតែជាការចាក់សេរ៉ូមហ្នឹងផ្លូវសេរ៉ូមហ្នឹងតែយើងអាចធ្វើការបញ្ចូលជាតិទឹកឲ្យគាត់វិញឬក៏អាចឈានដល់ការបញ្ចូលឈាមឬក៏អីជាដើម បាទ អាហ្នឹងគឺគេទុកសម្រាប់សង្គ្រោះអញ្ចឹង បាទក្រៅពីសេរ៉ូមយើងឃើញថាដូចខ្ញុំជួបផ្ទាល់ដែរធម្មតាខ្ញុំធ្វើការជាវិជ្ជបណ្ឌិតដែរអ្នកខ្លះគាត់អញ្ជើញចូលមកគាត់ថាលោកគ្រូឲ្យថ្នាំសះផងឲ្យថ្នាំសះកូននឹងផងព្រោះគាត់យល់ថាដាក់ថ្នាំសះទៅឆាប់ជាសះស្បើយមែនតើលោកគ្រូធ្លាប់ជួបដែរឬទេ បាទធ្លាប់ឮប៉ាម៉ាក់ខ្លះគាត់ទៀមទានៅពេលដែលកូនគាត់ក្តៅខ្លួនអត់ស្រួលខ្លួនគាត់តែងតែទៀមទាឲ្យយើងប្រើថ្នាំសះ បាទ ប៉ុន្តែត្រូវយល់ថាថ្នាំសះហ្នឹងគឺប្រើដើម្បីអីថ្នាំសះគឺជាថ្នាំដើម្បីប្រឆាំងជាមួយនឹងពួកបាក់តេរី បាទ អានេះជាប្រភេទមេរោគបាក់តេរីចំណែកឯមេរោគគ្រុនឈាមរបស់យើងវាគឺជា virus បាទ ដូចយើងនិយាយពីដំបូងអញ្ចឹងវាជា virus អញ្ចឹង virus ហើយបាក់តេរីវាអត់ដូចគ្នាទេ បាទ អញ្ចឹងឧទាហរណ៍បើគាត់អត់មានបញ្ហាតាក់ទងជាមួយនឹងមេរោគបាក់តេរីផងហើយយើងទៅឲ្យថ្នាំសះទៅ បាទ ទោះវាទៅសម្លាប់អីវាអត់មានអីទៅសម្លាប់កើតផងមិនឲ្យទៅគឺអត់ប្រយោជន៍ បាទ អត់មានបានផលអីទាំងអស់អញ្ចឹងក្នុងមេរោគគ្រុនឈាមគឺយើងមិនប្រើថ្នាំសះទេ បាទ លើកលែងតែគាត់មានបូកផ្សំទីហោបូកផ្សំជាមួយនឹងជំងឺផ្សេង បាទ ដែលមានបាក់តេរីមានអីអាហ្នឹងបានយើងប្រាប់ថ្នាំសះ បាទក្នុងនោះផងដែរលោកគ្រូមានប្រសាសន៍ថាសញ្ញានៃការក្តៅខ្លួនសញ្ញានៃការមិនថមថយជាមួយនឹងការប្រើប្រាស់ថ្នាំមួយចំនួនជួយយើងអាចដឹងបានទេថាសញ្ញាអ្វីខ្លះដែលជាសញ្ញាគ្រោះថ្នាក់នៃជំងឺគ្រុនឈាម បាទសញ្ញាគ្រោះថ្នាក់នេះនិយាយដើម្បីឲ្យបងប្អូនយើងគាត់ងាយស្រួលចាំ បាទ យើងនិយាយថាចំណុចខ្លីៗ2 3ចំណុចទេ បាទ ទី1តាក់ទងជាមួយនឹងឥឡូវយើងគិតថាគាត់កើតគ្រុនឈាម បាទ តោះមកគាត់ចាប់ផ្ដើមចេញសញ្ញាឈឺពោះខ្លាំង បាទ ឈឺពោះខ្លាំងតោះមកគាត់ចាប់ផ្ដើមចេញក្អួតមិនក្អួតហើយក្អួតទៀតក្អួតហើយក្អួតទៀតបន្តមកទៀតចាប់ផ្ដើមចេញមានដូចកទួលក្រហមឬក៏អីលើស្បែក បាទ ឬក៏ចាប់ផ្ដើមមានហូរឈាមចាញ់ថ្មិញឬអីអាហ្នឹងឲ្យសិតសញ្ញាគ្រោះថ្នាក់ បាទ អញ្ចឹងបងប្អូនចាំតែ2 3ចំណុចហ្នឹងទៅបើសិនជាគាត់គិតថាគាត់មានគ្រុនឈាមហើយមានអាសញ្ញា2 3ដែលខ្ញុំនិយាយហ្នឹងត្រូវតែបញ្ញាជួយគាត់ទៅពេទ្យទៀត បាទ ព្រោះអីអាហ្នឹងបានន័យថាជាសញ្ញាដែលគ្រោះថ្នាក់ធ្ងន់ធ្ងរ បាទសញ្ញាដែលគ្រោះថ្នាក់នេះលោកគ្រូចង់មានប្រសាសន៍ថាគ្រោះថ្នាក់ដល់អាយុជីវិត បាទអាចគ្រោះថ្នាក់ដល់អាយុជីវិត បាទដែលយើងគួរតែរូតរះហើយនឹងយល់ដឹងអំពីសញ្ញាទាំងនេះបើយើងជជែកទៅលើគ្រុនឈាមជា virus អញ្ចឹងរយៈពេលនៃការជារបស់វាយើងគិតថាអាចប្រហែលថ្ងៃដែរហើយមានសញ្ញាអ្វីខ្លះដែលបញ្ជាក់ថាអ្នកជំងឺនឹងចាប់ផ្ដើមថមថយនិងល្អប្រសើរមកវិញ អញ្ចឹងគ្រុនឈាមគេចែកចេញជាហ្វាសបានន័យដូចវគ្គហ្នឹង បាទ មានវគ្គ1វគ្គ2វគ្គ3 បាទ អូខេអញ្ចឹងហ្វាសទី1ហ្នឹងវគ្គទី1ហ្នឹងគេហៅថា February มันតើតជាមួយនឹងពេលដែលគាត់កំពុងតែក្តៅខ្លួនហ្នឹង បាទ វាអាច3ថ្ងៃទៅ5ថ្ងៃនេះជាទូទៅ3ថ្ងៃទៅ5ថ្ងៃហ្នឹងគឺគាត់ក្តៅខ្លួនអត់ថយទេអត់ចុះទេ បាទ បន្តមកទៀតវាចូលដល់វគ្គទី2 បាទ អាវគ្គទី2ហ្នឹងគឺជាវគ្គ critic ហ្នឹងมันវាជាវគ្គដែលធ្ងន់ធ្ងរជាវគ្គដែលយើងត្រូវតាមដានខ្លាំងមែនទែន បាទ សម្រាប់គូពេទ្យណាគឺ24ម៉ោងក្រោយពេលចុះត្រជាក់ បាទ ដល់គាត់ចាប់ផ្ដើមចុះត្រជាក់ហើយអញ្ចឹងអា24ម៉ោងទៅ48ម៉ោងដំបូងក្រោយពេលដែលគាត់ចាប់ផ្ដើមចុះត្រជាក់ហ្នឹង បាទ គឺជាពេល critic ដែលយើងត្រូវតាមដានខ្លាំងមែនទែន អញ្ចឹងមានន័យថាចុះត្រជាក់ហ្នឹងគឺត្រូវតែតាមដានខ្លាំងជាងពេលក្ ខ្ តៅ លាំងជាងពេលក្តៅទៅទៀត
ហើយអ្វីដែរលោកកន្លែងហ្នឹង ព្រោះអីពេលចុះត្រជាក់ហ្នឹងគឺជាពេលដែលឈាមរបស់យើងហ្នឹងវាងាយលេចចេញមែនទែន អូ គេហៅ plasma leakage បាទ គឺងាយលេចចេញនៅក្នុងកំឡុងពេល24ទៅ48ម៉ោងក្រោយពេលដែលចុះត្រជាក់ហ្នឹង បាទ អានជាពេលដែល critic ដែលយើងត្រូវតាមដានខ្លាំងមែនទែនបើគាត់អាចឆ្លងផុតដំណើរការ critic ហ្នឹងហើយ24 48ម៉ោងហើយ បាទ អញ្ចឹងវាចូលដល់វគ្គទី3វគ្គទី3ហៅ convalescence បានន័យថាជាវគ្គដែលជាបាទគាត់ចាប់ផ្ដើមជាវិញហើយ បាទ ផ្លាកែតហ្នឹងវាមិនមែនឡើងមកវិញភ្លាមៗទេទោះបីយើងជាវិញហើយហ្នឹងក៏វាមិនមែនឡើងវិញភ្លាមៗទេវាត្រូវការពេលដែរ បាទ វាអាចនិយាយថាមួយអាទិត្យឬក៏10ថ្ងៃយើងអ្នកខ្លះតាមមនុស្សមួយទេ បាទ វាអាចចាប់ផ្ដើមឡើងមកវិញតិចម្ដងអញ្ចឹង ទីម្ដង ប៉ុន្តែឲ្យឆ្លងផុតដំណាក់កាល critic ហ្នឹងគឺយើងទុកចិត្តវា បាទចុះសញ្ញាមួយដែលខ្ញុំឮតាំងពីក្មេងមកដែរហើយខ្ញុំក៏ជួបដែរថាងនៅពេលដែលចាប់ផ្ដើមចេញសញ្ញាសើស្បែកឡើងអុចហ្នឹងមានថាគ្រុនឈាមចិត្តជាកន្លែងហ្នឹងពិតប្រកបមែនទេលោកគ្រូ បាទកន្លែងហ្នឹងគឺភាគច្រើនគេសង្កេតឃើញច្រើនមែន បាទ ចូលចំពោះជំងឺជាច្រើនគឺនៅពេលចេញអាវាសញ្ញាសើស្បែកហ្នឹងគឺគេគិតថាជំងឺហ្នឹងគាត់ចិត្តជាដូចលោកគ្រូបានលើកឡើងអញ្ចឹង បាទ ប៉ុន្តែអាហ្នឹងវាខុសគ្នាប៉ុន្តែគឺវាខ្លាចយើងច្រឡំខ្លាចយើងច្រឡំជាមួយអាលេចចេញនៃ សញ្ញាហូរឈា នៃ ម ឈាមហ្នឹងហើយ បាទ ចេញនៃសញ្ញាហូរឈាមនេះខ្លាចច្រឡំគ្នា អូខេ អញ្ចឹងហើយបានយើងអត់លើកអាហ្នឹងមកនិយាយ បាទ ហើយខ្លាចបងប្អូនយើងក៏ច្រឡំថាចេញអាហ្នឹងគិតថាជា ដឹង ប៉ុ តែ ន្តែ ជា វាទៅជាសញ្ញានៃការហូរឈាមទៅវិញ បាទ អាហ្នឹងខ្លាចយើងច្រឡំអញ្ចឹង អញ្ចឹងមានតែវិជ្ជបណ្ឌិតដែលគាត់ ហ្នឹង ដែលគាត់អាច បាទ ពិនិត្យបានដើម្បីគាត់អាចវិតម្លៃបានអញ្ចឹង បាទ មួយទៀតចុះបើសិនជាក្នុងករណីគាត់ជាពីជំងឺគ្រុនឈាមដឹកហ្នឹងហើយលោកគ្រូមានប្រសាសន៍ថាវាមានមេរោគគ្រុនឈាមដល់ទៅ4ឯណោះអញ្ចឹងគាត់អាចកើតឡើងមកវិញបានទៀតទេហើយក្នុងមួយជីវិតអាចកើតគ្រុនឈាមបានប្រហែលដងហើយខ្ញុំចង់បញ្ជាក់កន្លែងនេះទៀតថាតើបន្ទាប់ពីជាហើយគៀកមែនតើដែលអាចកើតហ្នឹងអំឡុងពេលប្រហែលដែរ មនុស្សម្នាក់អាចកើតគ្រុនឈាមបាន4ដងដូច បាទ និយាយពីដំបូងថាមេរោគគ្រុនឈាមវាមាន4ប្រភេទ បាទ អញ្ចឹងម្នាក់អាចកើតបានដល់ទៅ4ដងប៉ុន្តែវាគម្លាតពីម្ដងទៅម្ដងមិនមែនលឿនដូចថ្នាក់ដល់ថ្នាក់ថាឥឡូវអាទិត្យមុនខ្ញុំកើតគ្រុនឈាមខ្ញុំទៅជាបានមួយអាទិត្យទេទៅជាបានមួយអាទិត្យខ្ញុំកើតគ្រុនឈាមទៀតវាអត់ទេដោយសារតែក្រោយពេលដែលយើងជាពីមេរោគមួយប្រភេទហ្នឹង បាទ យើងខ្លួនរបស់យើងហ្នឹងវានឹងមាន immunity បាទ crop protection បានន័យថាជាដូចជាអង្គពិករមួយដែលការពារប្រឆាំងនឹងទាំង4ប្រភេទ បាទ ទាំង4ប្រភេទហ្មងប៉ុន្តែរយៈពេលខ្លីតាម study គេនិយាយថាអាចអ្នកខ្លះ2ខែអ្នកខ្លះ3ខែអាហ្នឹងគឺ study គេនិយាយថាវាអាចចឹងអាចប៉ុណ្ណឹង2ទៅ3ខែអញ្ចឹងបើសិនជាគាត់កើតគ្រុនឈាមហើយ2 3ខែក្រោយគាត់កើតគ្រុនឈាមទៀត បាទ អញ្ចឹង possible យើងគិតថាវាអាចទៅរួច បាទ វាអាចទៅរួចតែបើសិនជាទៅកើតគ្រុនឈាមស្រាប់តែកន្លះខែក្រោយថាកើតគ្រុនឈាមទៀត បាទ អាហ្នឹងខ្ញុំគិតថាអាចទៅ អត់អាច វា ទៅ ជា រួច ការងារកម្រហើយគឺសឹងតែមិនអាចទៅរួចទេស ឹងតែមិនអាចទៅរួច តែ ដែរ តាម study ក៏ដែរនេះ បាទ បាទ ចុះបើយើងទៅជែកអំពីការការពារវិញជាពិសេសលោកគ្រូមានប្រសាសន៍ថាដោយសារក្មេងហ្នឹងគាត់ពេលខ្លះមុខខាំគាត់អត់ដឹងអញ្ចឹងឪពុកម្ដាយឬក៏អ្នកដែលមានក្មេងតូចៗហ្នឹងគាត់គួរតែមានវិធានការអ្វីដើម្បីការពារឬក៏ទប់ស្កាត់កុំឲ្យកូនគាត់ហ្នឹងគ្រុនឈាមដែរ អញ្ចឹងវិធីការពារគឺយើងការពារមុខហ្នឹងឯងការពារ បាទ មុខបើយើងនិយាយសួរស្ដាប់ណាអញ្ចឹងជឿថាបងប្អូនយើងគាត់យល់ដឹងច្រើនហើយតាក់ទងការពារមុខហ្នឹង បាទ គឺតាក់ទងជាមួយនឹងការបំផ្លាញនៃជំរកមូសខ្លាណាកុំឲ្យមានទឹកដក់មានអីនៅចិត្តផ្ទះហ្នឹង បាទ ហើយកូនរបស់យើងទូចហ្នឹងយើងអាចស្លៀកពាក់កៅអៅគាត់ចិត្តទៅ បាទ ពេលខ្លះយើងអាចប្រើដល់អាច spray សម្រាប់បាញ់ដេញមុខ បាទ ឬក៏អាចជាថ្នាំលាបអីជាដើម បាទ អានេះក៏វាអាចជួយកាត់បន្ថយខ្លះដែរក្នុងការដែលយើងទៅកន្លែងណាដែលយើងគិតថាសបូរមុខឬក៏អីចឹង បាទ អញ្ចឹងវិធីល្អបំផុតហ្នឹងគឺមានតែការពារហ្នឹងឯង បាទ បាទ ក្រៅពីការពារយើងមានសំណួរចុងក្រោយមួយសម្រាប់សួរទៅលោកគ្រូថាតើមានជំងឺអ្វីផ្សេងទៀតដែលមានអាចបន្លំជាមួយនឹងគ្រុនឈាមតែមិនមែនគ្រុនឈាមទេពេលគាត់ក្តៅឬជាដើមដូចរយៈក្រោយនេះយើងឃើញជាមាន flu មានអីជាដើមអញ្ចឹងណាលោកគ្រូបាទ ចាធម្មតាពេលដែលយើងឆ្លងមេរោគអីមួយ បាទ ដូចនិយាយមុនហ្នឹងចឹងថាការក្តៅខ្លួនវាជាសញ្ញានៃរាងកាយរបស់យើងវាយប្រឆាំងជាមួយនឹងមេរោគអញ្ចឹងពេលខ្លះយើងអាចនឹងច្រឡំជាមួយនឹងជំងឺផ្សេងៗដូចលោកគ្រូលើកឡើងថា flu ដែលយើងសបោឥឡូវហ្នឹងយើងសបោក៏វាអាចច្រឡំដែរវាថា flu វាក្តៅខ្លួនខ្លាំងណាស់នេះ បាទ ប៉ុន្តែគ្រាន់តែ flu វាមានសញ្ញាពាក់ព័ន្ធជាមួយនឹងផ្លូវដង្ហើមច្រើនជាង អូ បាទវាអាចមានខអាចមានហត់ប្របាក់ដកដង្ហើមអីចឹងអានេះវាពាក់ព័ន្ធនឹងផ្លូវដង្ហើមច្រើនជាង បាទ ច
ចឹងអ្វីដែលច្បាស់គឺមានតែការធ្វើតេស្តទេហើយនឹង បាទ ការពិនិត្យដោយគ្រូពេទ្យឯកទេសទើបយើងអាចបញ្ជាក់ថាតើយើងពិតជាឈឺអីឲ្យពិតប្រាកដ បាទអ បាទ ញ្ចឹងត្រង់កន្លែងនេះមានន័យថាយើងមិនអាចគ្រាន់តែជាការក្តៅខ្លួនមួយមុខយើងវាតម្លៃថាអ្នកជំងឺមានតែគ្រុនឈាមទេ បាទ អញ្ចឹងវាអាចមានជំងឺផ្សេងៗដែលត្រូវពុកម៉ែបងប្អូនឬក៏ពុកម្ដាយរបស់ក្មេងៗហ្នឹងគាត់គួរតែនាំកូនគាត់មកមន្ទីរពេទ្យ ត្រឹមត្រូវ បាទ បាទ ជាចុងក្រោយលោកគ្រូមានជាពាក្យពេចន៍អ្វីទៅកាន់ប្រជាជនរបស់យើងឬក៏ដូចជាម៉ាក់ដែលមានកូនតូចៗដែរ បាទអញ្ចឹងជាចុងក្រោយខ្ញុំសូមពរឲ្យប៉ាម៉ាក់ទាំងអស់គ្នាអឺមើលថែទាំកូនហ្នឹងគឺខ្ញុំជឿថាប៉ាម៉ាក់ទាំងអស់គាត់តែមើលថែទាំកូនដិតដល់ហើយ បាទ ដិតដល់ហើយប៉ុន្តែគ្រាន់តែថាយើងយកចិត្តទុកដាក់បន្ថែមតិចទៀតតាក់ទងជាមួយនឹងរដូវភ្លៀងរដូវអីដូចយើងនិយាយមុនហ្នឹងយើងបានលើកខ្លះហើយតាក់ទងជាមួយនឹងការពារសត្វមូស បាទ បន្តមកទៀតយើងចិត្តចូលដល់រដូវកំហើយអញ្ចឹងជំងឺ flu អាផ្ដាសាយអីហ្នឹងចាប់ផ្ដើមកើនហើយទៀត OSV ហ្នឹងចាប់ផ្ដើមកើនហើយអញ្ចឹងគួរតែការពារគាត់ទប់ទល់ជាមួយអាមេរោគអស់ហ្នឹងដែរតាមរយៈការពារដោយការពាក់ម៉ាស់ បាទ ការអនាម័យដៃជើងជាដើមដោយសារលាងសាប៊ូលាងដៃហើយកុំទៅកន្លែងជួបជុំមនុស្សច្រើនពេកព្រោះអីគឺជាកន្លែងដែលយើងងាយឆ្លងជំងឺ បាទជាចុងក្រោយក៏សូមថែមដល់ប៉ុណ្ណោះលោកគ្រូដែលបានផ្ដល់ពេលវេលាដ៏មានតម្លៃដឹងថាលោកគ្រូរវល់ច្រើនហើយនៅតែឆ្លៀតនៅក្នុងការចែករំលែកទៅកាន់ប្រជាជនយើងដែរហើយសង្ឃឹមថាឱកាសក្រោយលោកគ្រូនឹងអាចអញ្ជើញមកក្នុងកម្មវិធីរបស់យើងម្ដងទៀតពីកម្មវិធី Dr. Talk Show ក៏មានកាដូពីខាង Medical Fashion ដែលជាហាងលក់សម្លៀកបំពាក់ដំបូងគេនៅប្រទេសកម្ពុជាបង្កើតឡើងដោយស្ត្រីខ្មែរផ្ដោតទៅលើគុណភាពនិងភាពប្រណិតកម្មវិធី Dr. Talk Show នៅក្នុងសប្តាហ៍នេះក៏ឈានមកដល់ទីបញ្ចប់ដែរសន្យាថាជួបពុកម៉ែបងប្អូននៅសប្តាហ៍ក្រោយតាមពេលវេលានឹងមកដល់ដែរខ្ញុំបាទ Dr. Lemon និង Dr. Jiwon សូមអរគុណសូមគោរពលា